ថ្លឹងទៀតណាទឹកស៊ុបហ្នឹងដល់យើងដឹងថាប្រមាណអញ្ចឹងណាហើយយូរទៅយើងស្មានដឹងហើយចាំមើលមួយចានរបស់ខ្ញុំមួយចានរបស់ប្តីហ្នឹងគឺមានការីក្នុងមួយចានហ្នឹងប្រមាណសួរស្ដឹងបងអូនព្រឹកព្រលឹមឡើងនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអាហារពេលព្រឹកមួយចាននេះគឺគុយទាវសាច់គោលាយសាច់មាន់ខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាថាមួយចានហ្នឹងមានកាឡូរីប្រមាណមានប្រូតេអ៊ីនប្រមាណអានេះមាន់ចាស់ឯងបងប្អូនខ្ញុំស្ងោរវាដើម្បីធ្វើស៊ុបគុយទាវហ្នឹងជាមួយនឹងឆ្អឹងគោហ្នឹងស្ងោរ2ញ៉ាំអស់មួយឯងហើយវានៅតែមានប្រូតេអ៊ីនច្រើនហើយចំពោះស្បែកនេះខ្ញុំបកវាហើយខ្ញុំគៀអាផ្នែកខ្លាញ់ដែលជាប់ស្បែកហ្នឹងទុកឲ្យស្បែកឯងដោយសារស្បែកហ្នឹងគឺជា collagen ទុកញ៉ាំប្តីអត់ញ៉ាំទេតែខ្ញុំញ៉ាំហើយមានសរសៃគោទៀតនេះយើងកដៅវាក្រោយដោយសារបើយើងដាក់វាលើឡំអញ្ចឹងវាអាចវែងនៅក្នុងបឹងទឹកស៊ុបហ្នឹងនេះមានជើងមាន់ដាក់កដៅវាដោយសារតិចខ្ញុំសោះគុយទាវកំពុងដាំទឹកគុយទាវនេះជាតិហ្មងហាជាតិដោយសារម្ងាស់វាយូហឹមតិចមួយថ្ងៃវល់ល្ងាចភ្លើងលេខ3ឡើង8ម៉ោងរួចទៅដាក់ភ្លើងឡូទុកឯងចោលរហូតដល់ចេញជាតិងុំឆ្ងាញ់ហ្មងនេះឥឡូវខ្ញុំស្រុកគុយទាវសិនពេលស្រុកគុយទាវហើយខ្ញុំថ្លឹងម្ដងមួយមុខភ្លឹងនៅខ្ញុំធ្វើមួយឈុតនេះឲ្យប្តីសិនអាហារពេលព្រឹកមុនហាត់ប្រាណឥឡូវខ្ញុំដាក់គុយទាវប៉ុណ្នេះចូលមួយដៃប៉ុណ្នេះប្រហែលជា You don't want too much No just 100 grams គុយទាវគាត់ចង់បានប្រហែលជា100ក្រាមឯនេះ100ក្រាមនៅពេលដែលឆ្អិនហើយមើលយើងដាក់ច្រើនពេកវាអាចលឹះហើយចំនួនគុយទាវនឹងមករួចទៅជីងមានជីងដាក់លើចាននេះជីងមានជីងលើចានអញ្ចឹងមកហើយយើងចុចឲ្យខ្លាយជា0ទៅសកត់ទឹកចេញឲ្យអស់ទឹកស៊ុបខាងនោះវានេះហ៎អូហាន់លើសតិច127ក្រាមនេះ That's fine anything around 100 ហេមួយទៅខ្ញុំដាក់សណ្ដែកប្រុសកត់ចូលអញ្ចឹងចុច0វិញដាក់សណ្ដែកប្រុសចូលតិចទៅមកឈឹបរ៉ៃប្រុស18ក្រាមដាក់មើមខ្ទឹមបារាំងចូលមើមខ្ទឹមបារាំង Sorry what's the next one bean sprout 20 gram and onion sliced onion 9 grams នេះឥឡូវចានរបស់ខ្ញុំដាក់បន្តិចបានហើយចង់បានតែ100ក្រាមយើងញ៉ាំសាច់ប្រូតេអ៊ីនហ្នឹងជំនួសនឹងដូចថា carbohydrate យើងញ៉ាំជំនួសញ៉ាំអានោះឲ្យពេញពោះវាល្អជាងដូចថាញ៉ាំពពួកកាទៀវមីហើយនឹងពពួកម្សៅអីចឹងណានេះឥឡូវខ្ញុំដាក់ចានរបស់ខ្ញុំសិនចានរបស់ខ្ញុំ Oh my god អត់នេះចឹងអូចានរបស់ខ្ញុំ95ក្រាមសណ្ដែកបដោះ30ក្រាមនេះខ្ញុំមានសាច់គោហាន់ស្ដើងខ្ញុំសុះវាមកឈប់ចោលយើងដាក់ចូលក៏បានតែសាច់គោនេះវាសពីម្សិលមិញអត់ចង់ឲ្យវាធំក្លិននោះសតែប៉ុណ្្នឹងឯងសាច់គោពីម្សិលមិញសាច់គោនេះ thin slice round eye steak ហ្នឹងអត់សូវមានខ្លាញ់ទេណាyou want 50 is good 50 gram one more yeah that's good 50 gram បោះប្តី50 gram ប្តីគាត់យកការ៉ុតមួយដុំការ៉ុតហ្នឹងគឺ fiber បងប្អូនការ៉ុតហ្នឹង47 gram ហើយចំពោះខ្ញុំដាក់100ស្ទាប់ហ្នឹងមិនដឹងគេគិតជាការីបែបម៉េចទេ100ស្ទាប់ដាក់វា3ចំណិតចេះ3ចំណិតធំ3ចំណិតយ៉ា25 gram គឺជាជីស្លឹកខ្ទឹម2 grams និង fried garlic I put 4 grams for you មានចៃថាវស្ងោរធ្វើស៊ុបហ្នឹងយកមកញ៉ាំដែរជា fiber ដែរបងប្អូន78 gram នេះរបស់ប្តីឥឡូវនេះខ្ញុំដាក់ជើងមាន់ឲ្យគាត់មួយជើងមាន់យន់
123 ក្រាម you want chicken breast ហើយនឹងនេះដាក់ប្រហិតចូល Those are big balls? yeah people ដាក់2គ្រាប់បានហ្មង25ក្រាម គ្រាប់ព្រលឹមឡើងឥឡូវបានហើយនេះអញ្ចឹងមួយចានហ្នឹងនេះណាណៅទឹកស៊ុបដាក់ទឹកស៊ុបឲ្យចូលថ្លឹងទៀតណាទឹកស៊ុបហ្នឹងដល់យើងដឹងថាប្រមាណអញ្ចឹងណាហើយយូរទៅយើងស្មានដឹងហើយនេះខ្ញុំទៅសាក់ធ្វើដែរបងប្អូនប្រហែលជាប្តីខ្ញុំធ្វើ Too 4 much is good. ប្តីខ្ញុំគាត់ធ្វើ4អាទិត្យហើយខ្ញុំធ្វើចូល2អាទិត្យ Yeah, that's good. Yeah. នេះ207ក្រាមទឹកស៊ុបហ្នឹងគាត់ដាក់ច្រើនទេដោយសារយើងមិនបាច់ហត់ទឹកស៊ុបច្រើនក៏អត់អីដែរហើយទឹកស៊ុបហ្នឹងដោយសារយើងបង្វាស់ហ្នឹងវាមានមាន់វាមានដូចជាឆ្អឹងគោអីចឹងក៏វាមានប្រូតេអ៊ីនចូលទៅក្នុងទឹកស៊ុបហ្នឹងដែរចាំមើលតិចទៀតខ្ញុំប្រាប់ថាមួយចានរបស់ប្តីហ្នឹង 650. គឺមានកាឡូរីគាត់កំពុងដាក់ចូលហ្វូនហ្នឹងឥឡូវគាត់ប្រាប់ខ្ញុំភ្លាមហ្នឹងកាឡូរីរបស់គាត់ក្នុងមួយចាននេះក្នុងមួយចាននេះមាន650 Yeah, 650 650. កាឡូរីហើយប្រូតេអ៊ីនបាន 53. ប្រូតេអ៊ីនក្នុងមួយចាននេះ53ក្រាមបងប្អូន How much Carbs. ហើយ carb ហ្នឹងគឺ45ក្រាមឯង 27 gram fat. គាត់ថា fat ហ្នឹង27ក្រាមតែអានេះយើងញ៉ាំមួយចាននេះពេញពោះហើយគឺល្អមែនតើយើងអត់ដាក់កាទៀវច្រើនទេគ្រាន់ថាដាក់នេះដាក់សាច់ច្រើនអញ្ចឹងណា fiber ក្រាត់ហ្នឹងមាន3ក្រាមហើយចំពោះគ្រាត់ទឹកស៊ុបហ្នឹងគ្រាន់យើងហត់ទឹកស៊ុបហ្នឹងទៅទេក៏វាមាន2ទៅ3ក្រាមប្រូតេអ៊ីនដែរ The soup itself, 30 calories. តែស៊ុបហ្នឹងវាអត់សូវមានកាឡូរីច្រើនទេវាមានតែ30កាឡូរីបងប្អូនតែនេះឥឡូវមកមើលរបស់ខ្ញុំមួយចានរបស់ខ្ញុំនេះខ្ញុំនឹងដាក់មានដូចជាខ្ញុំមានសរសៃបងប្អូន Oh can you write down this one put tendons សរសៃគោ36ក្រាមស្លាប77ក្រាមទ្រូងមាន់របស់ខ្ញុំដាក់ទ្រូងមាន់វិញប្រហិតខ្ញុំដាក់តែ2គ្រាប់ដូចគ្នាប្រហិតហ្នឹង25ក្រាមដូចគ្នាមួយទៅខ្ញុំដាក់ទឹកស៊ុបមិនដាក់ទឹកស៊ុបច្រើនពេកក៏អត់អីប៉ុន្តែហត់ទឹកស៊ុបច្រើនក៏អត់អីដោយសារទឹកស៊ុបហ្នឹងវាអត់សូវមានកាឡូរីទេ180ក្នុងមួយចានកាទៀវសាច់គោនេះតែវាមានសាច់មាន់ដែរខ្ញុំដាក់ស្លាបមាន់ជាមួយទ្រូងមាន់ក្នុងនេះជាលក្ខណៈប្រូតេអ៊ីនឲ្យស្ងោរយកជាតិណារួចទៅសាច់មាន់ហ្នឹងខ្ញុំយកវាមកបេះដើម្បីដាក់ចូលញ៉ាំជាមួយនេះក្នុងមួយចាននេះមានកាឡូរី550កាឡូរីហើយចំពោះប្រូតេអ៊ីនវិញ49ក្រាមល្អមែនតើអញ្ចឹងបើសិនជាយើងញ៉ាំអាហារក្នុងមួយពេលបានប្រូតេអ៊ីន30ក្រាមឡើងគឺល្អហ្មងដោយសារខ្ញុំមួយថ្ងៃខ្ញុំត្រូវញ៉ាំឲ្យបានគ្រប់120ក្រាម fiber ចេញពីនេះចៃថាវស្ងោរជាមួយធ្វើស៊ុបកាទៀវហ្នឹង3ក្រាមហើយបូករួមជាមួយនឹងស្តៃបដោះអីអញ្ចឹងគ្រាន់ថាវាចេញជាពិសេសមកពីចៃថាវហើយជាមួយនឹងសរសៃអីអញ្ចឹងណាអញ្ចឹងមួយចាននេះហើយមានតាំងពី100ស្ទប់ទៀតណាមួយចាននេះល្អអស្ចារ្យហើយចំពោះចានប្តីមាន650កាឡូរីគាត់មានកាទៀវច្រើនជាងហើយគ្រាន់ថាប្រូតេអ៊ីនហ្នឹងខុសគ្នាប្រហែលជា2-3ប្រហែលរបស់គាត់ដូច51ក្រាមអូ53ក្រាមប្រូតេអ៊ីនដោយសារសាច់មាន់គាត់ធំហើយសាច់គោយ៉ាងច្រើនជាងអញ្ចឹងណាតែក៏អត់មានសរសៃគោទេនេះមកព្រលឹមឡើងមកញ៉ាំអញ្ចឹងហើយហាត់ប្រាណហើយអ្នកទាំងអស់គ្នានឹងចាប់អារម្មណ៍ថានៅពេលដែលយើងញ៉ាំមានកំណត់បែបហ្នឹងហើយដូចថាឧទាហរណ៍ថាយើងញ៉ាំហើយល្ងាចឡើងយើងញ៉ាំទៅវាដល់កំនុះវាដូចថាវាពេញអញ្ចឹងណាដូចមួយថ្ងៃខ្ញុំញ៉ាំបាន1450កាឡូរីហើយបើសិនជាអ្នកទាំងអស់គ្នាឧទាហរណ៍ថាយើងញ៉ាំឲ្យត្រឹមប៉ុណ្្នឹងហើយដល់ពេលល្ងាចយប់យើងរៀងឃ្លានអីអញ្ចឹងអ្នកទាំងអស់គ្នាចង់ញ៉ាំដូចជាផ្លែប៉ោមអីក៏អត់អីដែរគ្រាន់ថាឬយូហ្គាតអីអញ្ចឹងណាប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាដូចថាអត់ញ៉ាំច្រើនពេលយប់ដល់ពេលព្រលឹមឡើងញ៉ាំអាហារពេលព្រឹកចង់អូម្ហូបវាឆ្ងាញ់មែនតើឆ្ងាញ់ណាហើយ It tastes so much better ម្ហូបឆ្ងាញ់មែនតើដោយសារយើងអត់ញ៉ាំអាចេះបញ្ចប់យើងរូន appetite របស់យើងនេះមានតាំង100ស្ទប់ទៀត